ជំរាបសួរបងប្អូនថ្ងៃនេះនៅបងប្អូនមើលទេសភាពចការតំបន់ដែលសម្បូរទៅដោយផ្លែឈើបងប្អូននៅខាងស្រុកបារាំងខែនឹងចូលខែចូលខែក្តៅហើយអញ្ចឹងផ្លែដាំដំណាំអីអញ្ចឹងវាចាប់ដើមចេញផ្លែចេញផ្កាអញ្ចឹងហើយខ្ញុំជីកាត់តាមដងផ្លូវនៅតាមតំបន់នៅខាង Department Ardèche ហ្នឹងគឺសម្បូរទៅដោយផ្លែឈើណាបងប្អូនគឺ apricot ហើយនិង cerise អញ្ចឹងហើយជាមួយនឹងស្រាក៏សម្បូរដែរហើយដូចជាកេះភ្នំនឹងអញ្ចឹងឃើញគេជាច្អូដូចយើងក្រងសក់ហ្នឹងឬគឺជាដាំទំពាំងបាយជូរបងប្អូនគេមាន domain គេអញ្ចឹងណាហើយ domain គេធំដែរហើយថ្ងៃហ្នឹងគឺខ្ញុំមកហ្នឹងគឺមកបាយផ្ទះបងប្អូនហើយណាមួយមកនោះសប្បាយចិត្តលើឡានភ្លៀងឃើញដើមសេរីហើយដើមសេរីនៅខាងនេះគាត់នឹងសេរីគាត់ចាស់យូរហើយដល់នឹង100ឆ្នាំជាងហ្នឹងហើយត្រូវចត់ត្រូវទៅបេះតាមដងបាត់មកទៅខ្វាកបដើមសំខាន់ដើមធំនៅមុខផ្ទះនោះផ្លែឡើងពេញក៏ដាក់ច្រាសគួរស្រាប់ចាំតែឡើងបេះទៅពីបាយហើយណាឥឡូវទៅយកចំបាយដល់អែបទៅដើមឈើហ្នឹងចង់កន្លះពោះបាត់ហើយបងប្អូនហើយផ្អែមមែនតើហ្មងណាសេរីហ្នឹងខានញ៉ាំនៅលើដើមចង់យូរព្រោះអត់ដែលតាមតែចកាយគេទេបានតែមកផ្ទះគេអញ្ចឹងទៅគេឲ្យបេះអីចឹងណាហើយតែគាត់ហូបអស់ទេលើហ្នឹងគាត់បេះចោលឈូសចោលរួយហើយអញ្ចឹងទៅមកគាត់ថាអត់អីចាំតែបេះទៅចាំប្រមុខបេះទៅវាចេញផ្លែបានមុនគេពីដើមពីពូជផ្សេងតែពូជហ្នឹងហើយអស់លេខមកតាមសេរីយើងឃើញញ៉ាំផ្លែសេរីនៅតាមផ្លូវហ្នឹងមានហើយតែនៅក្រហមឥឡូវចាប់ដើមរដូវណាដល់ហើយហើយពួកលីយ៉ូពួកអីលក់ហ្នឹងគឺបេះមកឃើញចូលតអញ្ចឹងគេបេះស្ទើរទុំបងប្អូនអត់អែមអ្នកឆ្ងាញ់យ៉ាងថ្លៃទៀតហើយយើងសំខាន់គឺញ៉ាំទឹកកកចិត្តហ្នឹងកន្លែងនៅយើងដល់ពេលមកនេះដល់ដើមចេះអូច្បាស់កមែនតែមកបេះច្រើនពេកក៏មានហូបដែរណាមួយហើយបេះដាក់ហ្នឹងនៅក្នុងគេពងហូបគ្រឿងខ្លែមណាគេងើបមកមើលកូនមកមើលមែនមើលកូននៅលើដើមឈើរែកកូនច្រើនគឺស្អាតឡើងបេះណាបេះដល់លុកដល់យ៉ាងទៅចាំទៅចាប់ណាស់ចដាឡើងក៏បេះទៅហើយកូនអ្នកលេងចិត្តខាងចឹងទៅតែគាត់អត់ថាអីទៅឲ្យហូបចឹងណាអញ្ចឹងវាគឺសំខាន់គឺយើងហូបបាយសឹងមិនទាន់វត្តផ្លែឈើគេតែម្ដងវត្តផ្ដាយឺតមួយឥឡូវចឹងណាហូបបន្តកើតទេតែហើយខាងនេះគឺឥឡូវរដូវមានក្តៅដែរអញ្ចឹងផ្លែឈើចាប់តាមមានណាប៉ុន្តែផ្លែឈើអូនទិញផ្លែឈើនៅផ្សារទំនើបអីទិញមកបាននៅទូសិនទៅព្រោះនឹងទិញខកពី3ដងបងប្អូនដល់ពេលមកលើ6 7 8ដល់10រោមានដែរប៉ុន្តែយកមកហូបអត់សូវកើតទេសូវមានជាតិហើយទុកមិន2ថ្ងៃនឹងកញ្ចប់អញ្ចឹងនឹង10សឹកទៀតបងប្អូនតែបើយើងស្គាល់កសិករគេដាំឬក៏ក្នុងផ្សារទៅផ្សារទៅនៅអร์แกនិកអីចឹងណាអាហ្នឹងយើងអាចបានល្អយូរម្ដងទៅជាពិសេសពេលកំពុងសម្បូរនោះអាចបានបើមិនចឹងទេគឺអត់កើតទេបងប្អូនអើយទៅដើមហ្នឹងខាងមកបេះនឹងដើមនោះ 4-5 ឆ្នាំហើយដែលសាមកអត់ចំមកលេងចឹងទៅអត់ចំពេលវាផ្លែបងប្អូនហើយចុះលើកហ្នឹងគឺមកហើយចឹងទៅពួយយកបដ ாய் តែហូបខ្លាចដែរខ្លាចឈឺពោះហើយកូនខ្ញុំក៏អត់សូវជីណូទេបានតែជួយបេះប្លេប្លប់អញ្ចឹងទៅហើយឲ្យហូបអត់ហូបទេហូបបានតែមួយគេអត់ចំណូលគេណាមានអីអត់ចំណូលអត់ទៅបេះមកទុកឲ្យម៉ាក់អ្នកនេះឥឡូវយកចិត្តដល់ពេលបាយហើយដាក់អែបអញ្ចឹងទៅចិត្តឆ្អែតដែរហូបហើយដើរទៅបិទមាត់ធម្មតាវិញអត់មានអ្នកដឹងឲ្យយើងដើរមកហូបវាក៏ដឹងចេះដឹងក៏ដឹងនេះក៏ដឹងតែយើងអ្នកចំណូលផ្លែឈើបងប្អូនហើយអញ្ចឹងទៅឥឡូវបាយទឹកហើយចាប់ដើមយុទ្ធនាការបេះសេរីយកទៅផ្ទះក៏កម្មករជួលដល់3នាក់បងប្អូនហើយប្រុសសុទ្ធហ្មងតែបាយរាប់ជាសាច់ការបានតែម្នាក់នៅលើដើមនឹងទេហើយម្នាក់នៅលើដើមនឹងបេះយឺតទំរៀនបេះណាហើយកូននឹងគាត់អត់សូវមានដើមឈើដើមអីបេះផ្លែអញ្ចឹងអត់ស្វាដល់គេតែពួកយើងផ្កាបងប្អូនអាទូចនឹងអាធំគេទៅដើមគ្នាអាទូចនឹងគឺណាស់ណានេះខ្លាចទៅត្រូវភ្នែកទេកៅទាញវាយបាទធំនោះដល់ទៅវាយមកវាយធ្វើខ្លាចទៅក្បាលទៀតហើយត្រូវភ្នែកធ្វើអីចឹងណាហើយតាមហត់មាត់តែម្ដងណាមានកូនតូចមិនដឹងទៅប្រុសក្មេងប្រុសចេះផងណាអាធំចង់ធ្វើអីអាតូចចង់បាននឹងអញ្ចឹងណាហើយអញ្ចឹងទៅអើយយ៉ាប់ហើយញ៉ាំបេះបានអាក្រមនេះវាសើខ្មៅម៉ានេះប៉ុន្តែស្អែកឡើងនឹងតែខ្មៅនេះទុំល្អព្រោះញ៉ាំបេះដល់ហើយទាញតាំងក្រមនេះវាផ្លែបេះអត់អស់ហ្មងណា
ហើយចឹងទៅបេះតាមម៉ូបានប្រហែលជាបានប្រហែលនេះនេះមើលទៅប្រហែលចង់ឲ្យ4-5 គីឡូឯអស់ហើយឥឡូវគាត់ថាបេះតែប៉ុណ្ណឹងបានហើយយកប៉ុណ្ណឹងទៅហូមអស់ទេហើយចឹងទៅគឺប៉ុណ្ណឹងទៅគឺថ្ងៃណាមួយអាផុតដៃនឹងបេះលេងដល់ហ៎ចឹងនៅតែលើទុំចោលទុកឲ្យចាបឥឡូវយកមកអាហ្នឹងគឺផ្លែសេរីយកមកដល់ផ្ទះទៅយើងទៅរៀបវាឲ្យទៅលាយចឹងឆាប់លួយបងប្អូនហើយស្អែកកាត់ស្អែកហ្នឹងត្រូវយកចែកគេហូបអញ្ចឹងទេឲ្យលួយហើយហូបនេះណាឆាប់ខូចណាសេរីហើយចឹងទៅថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនជាមួយនឹងសេរីហូបនៅដើមផ្អែមឆ្ងាញ់បាយបាយ